ពីតារា model មួយរូបដែលមានជីវិតស្ដុកស្ដំមានសម្លៀកបំពាក់ស្អាតៗមានជំនួយការឆ្វេងស្ដាំសម្រាប់តែងខ្លួនឲ្យប៉ុន្តែគាត់បានបាត់បង់ភាពជាខ្លួនឯងរហូតទីបំផុតគាត់បានរកឃើញសាសនាអ៊ីស្លាមអញ្ចឹងអ្នកស្រី Kim Aliza គឺជាជនជាតិថៃកាត់អាមេរិកដែលកាត់នៅរដ្ឋ Oklahoma សហរដ្ឋអាមេរិកដែលឪពុកគាត់គឺជា pastor នៅវិហារ Presbyterian ហើយលោកពូគាត់ក៏ជា pastor លោកតារបស់គាត់ក៏ជា pastor និយាយទៅពូជពងគាត់គឺជា pastor កម្រិត high class ដែរអញ្ចឹងណានៅអាយុ3ឆ្នាំអ្នកស្រី Aliza បានចូលរួមជាមួយនឹងក្រុមចម្រៀងនៅវិហារហើយគាត់បានទៅវិហារជារៀងរាល់ថ្ងៃអាទិត្យហើយរាល់ពេលដែលគាត់បួងសួងហ្នឹងគាត់តែងតែបួងសួងទៅកាន់ព្រះបិតាគាត់អាចបួងសួងទៅកាន់ព្រះបុត្រាទេហើយក្រោយពីចប់ថ្នាក់ master គាត់បានទៅ holiday ជាមួយនឹងឪពុករបស់គាត់នៅប្រទេសថៃរយៈពេល2សប្តាហ៍អញ្ចឹងដល់ពេលដែលគាត់ទៅហ្នឹងគាត់បានឃើញការប្រកាសអំពីការជ្រើសរើសបេក្ខជនបវរកញ្ញាអញ្ចឹងគាត់ក៏បានដាក់ពាក្យប្រកួតហើយក៏បានប្រឡងជាមួយនឹងគេទៅហើយជាលទ្ធផលគាត់ក៏បានចូលក្នុង top 5អញ្ចឹងដោយសារតែឱកាសនេះហើយធ្វើឲ្យគាត់អាចបានក្លាយទៅជាតារា model ដល់ប្រទេសម៉ាឡេស៊ីទៀតអញ្ចឹងណាពីដំបូងគាត់ហាក់មានអារម្មណ៍មួយថាការងារហ្នឹងគឺអស្ចារ្យខ្លាំងមែនទែនសម្រាប់គាត់មានអារម្មណ៍ថាលយសម្រាប់ការងារហ្នឹងប៉ុន្តែយូរទៅគាត់ហាក់មានអារម្មណ៍មួយថាបាត់បង់ភាពជាខ្លួនឯងដោយសារតែរាល់ពេលដែល client ធ្វើការ order concept អីមួយគឺបើសិនជាម៉ូដសក់គាត់គេអត់ពេញចិត្តទេគេនឹងឲ្យ salon របស់គេនឹងធ្វើការកាត់សក់ហើយធ្វើការ make up ទៅតាម concept ដែលគេចង់បានរាល់ការកាត់កញ្ចក់ឬក៏កាត់សក់គាត់គ្មានសិទ្ធិសម្រេចទាំងអស់គឺ agency របស់គាត់គឺជាអ្នកសម្រេចគាត់មិនអាចស្រកឬក៏ឡើងគីឡូដែលលើសពីស្តង់ដារពេលដែលគេឲ្យគាត់សម្ដែងថតបែបសប្បាយក៏គាត់សប្បាយពេលដែលគេឲ្យគាត់សម្ដែងបែបជា set ក៏គាត់ set តាមគេទៅអញ្ចឹងទាំងអស់នោះមិនមែនជាអារម្មណ៍ពិតរបស់គាត់ទេអញ្ចឹងយូរៗទៅគាត់ហាក់មានអារម្មណ៍មួយថាគាត់ប្រៀបដូចជាកាជះនៃវិស័យ model មួយហ្នឹងអញ្ចឹងធ្វើឲ្យគាត់បាត់បង់ភាពជាខ្លួនឯងបាត់បង់សេរីភាពគាត់ចាប់ផ្ដើមយល់ថាហេតុអីបានជាតារា Hollywood ល្បីៗមួយចំនួនគាត់ចាប់ផ្ដើមកាត់ depression ហ្នឹងហើយទីបំផុតគាត់បានព្យាយាមពង្រឹងជំនឿខ្លួនឯងដើម្បីឲ្យគាត់អាចទប់ទល់ជាមួយនឹងស្ថានភាពពេលហ្នឹងក៏ពិតអ្នកស្រី Aliza មិនមែនជាមនុស្សដែលចូលចិត្តអានសភៅទេប៉ុន្តែអល់ឡោះបានជំរុញជីវិតគាត់បែបហ្នឹងឲ្យគាត់ចាប់ផ្ដើមចង់ដឹងចង់យល់អំពីគោលបំណងនៃជីវិតអញ្ចឹងគាត់ក៏បានស្រាវជ្រាវអានច្រើនអំពីសាសនារបស់គាត់ហើយព្យាយាមរកថាតើនិកាយណាមួយនៅក្នុងនិកាយសាសនារបស់គាត់រាប់រយហ្នឹងដែលជានិកាយរបស់ព្រះពិតប្រាកដអញ្ចឹងគាត់ក៏បានទិញសភៅមកច្រើនខ្លាំងមែនទែនដើម្បីធ្វើការស្រាវជ្រាវហើយនៅថ្ងៃមួយនៅពេលដែលគាត់ស្ថិតនៅប្រទេសម៉ាឡេស៊ីកំពុងធ្វើការជា model ហ្នឹងចាំថ្ងៃដែលជាខែរ៉ាម៉ាដនអញ្ចឹងពេលហ្នឹងគាត់បានឆ្ងល់ថាហេតុអីបានជាក្រុមការងាររបស់គាត់ដែលជាមូស្លីមហ្នឹងគេមិនហូបចំណីអាហារពេលថ្ងៃប៉ុន្តែបើជាគេហូបពេលយប់ហើយហេតុអីបានជាគេថ្វាយបង្គំមួយថ្ងៃ5ដងអញ្ចឹងសម្រាប់គាត់ផ្ទាល់គាត់សួរខ្លួនឯងថាហេតុអីបានជាគាត់ជាកូនស្រីរបស់បុព្វជិតគាត់អត់ថ្វាយបង្គំ5ខែក៏អត់បញ្ហាដែរថ្ងៃមួយមិត្តភក្តិគាត់ម្នាក់បាននាំគាត់ទៅកាន់Al-Qadim ដែលជាមជ្ឈមណ្ឌលអ៊ីស្លាមមួយនៅប្រទេសម៉ាឡេស៊ីលោកសាស្ត្រាចារ្យ Hussein Ji គាត់គឺជាស្ថាបនិកនៃ Al-Qadim ហ្នឹងហើយសាស្ត្រាចារ្យ Hussein Ji ហ្នឹងក៏គាត់ជាអ្នក revert គាត់ទទួលយកអ៊ីស្លាមដែរជនជាតិចិនម៉ាឡេស៊ីផងដែរហើយឆ្នាំ1980សាស្ត្រាចារ្យ Hussein Ji គឺគាត់ជាទីប្រឹក្សាសម្រាប់ជួយទៅដល់បងប្អូនខ្មែរយើងដែលចាក់ចេញពីរបបសម័យកាលប៉ុលពតអញ្ចឹងណាភៀសខ្លួនពីប្រទេសខ្មែរទៅកាន់ទីក្រុងប៉ារីសប្រទេសប្រាំងអញ្ចឹងក្រោយពីសាស្ត្រាចារ្យ Hussein Ji បានជួបជាមួយនឹង Aliza ពេលហ្នឹងសាស្ត្រាចារ្យក៏បានផ្ដល់ជាpamphlet ឬក៏ខិត្តប័ណ្ណទៅដល់ Aliza ដែលប្រធានបទខិត្តប័ណ្ណគឺមានច្រើនខ្លាំងមែនទែនហើយវាតាមលំដាប់លំដោយក៏ដូចជាប្រតិកលាគ្នាមានតាំងពីខិត្តប័ណ្ណតាក់ទងជាមួយនឹងរឿងតៅហ៊ីតឬក៏ឯកទេពនិយមខិត្តប័ណ្ណដែលនិយាយអំពីបណ្ដាញនៃប្រព័ន្ធព្យាការីតាំងពីចំនួនព្យាការីអាដាមរហូតដល់ព្យាការីចុងក្រោយចុះពេលដែល Aliza បានអានអំពីព័ត៌មានទាំងអស់នោះទៅធ្វើឲ្យគាត់ចាប់ចិត្តជាមួយនឹងចំណេះដឹងទាំងអស់នោះមែនទែនគាត់ចាប់ផ្ដើមចង់ស្វែងយល់អំពីសាសនាអ៊ីស្លាមបន្ថែមទៀតហើយពេលហ្នឹងគាត់មានអារម្មណ៍មួយថាចំណេះដឹងដែលគាត់បានអានពីខិត្តប័ណ្ណទាំងអស់ហ្នឹងគឺស៊ីជាមួយនឹងអត្តចរិតក៏ដូចជានិស្ស័យគាត់ខ្លាំងមែនទែនដែលធ្វើឲ្យគាត់អានទៅគឺងាយយល់ខ្លាំងមែនទែនហើយថ្ងៃមួយ Aliza ក៏បានចោះឈ្មោះជា volunteer ដែលធ្វើការនៅមជ្ឈមណ្ឌលអ៊ីស្លាមមួយហ្នឹងដើម្បីចង់ដឹងអំពីជីវិតរស់នៅរបស់មូស្លីមភ្ញាក់ដេកម៉ោងប៉ុន្មានហើយស្រីពាក់ hijab ទៅគាត់ស្អប់នឹងខ្លួនអត់អីចឹងណាអញ្ចឹងពេលហ្នឹងគាត់ក៏បានជួបជាមួយនឹងសាស្ត្រាចារ្យ Hussein Ji ម្ដងទៀតហើយសាស្ត្រាចារ្យក៏បានសួរគាត់ថាឃើញថា Aliza ចំណេះដឹងជ្រៅជ្រះខ្លាំងដែរអញ្ចឹងតាមពេលណាដែល Aliza ទទួលយកអ៊ីស្លាមអញ្ចឹង Aliza ក៏បានប្រាប់ថាអត់ទាន់ដល់ពេលទេអញ្ចឹងសាស្ត្រាចារ្យក៏សួរថាតើគួរដល់ពេលណាហើយ Aliza ក៏បានប្រាប់ថាខ្ញុំត្រូវតែចេះសូត្រគម្ពីរកូរ៉ានចេះភាសាអារ៉ាប់ស្គាល់ hadith បានច្រើនជាងនេះអញ្ចឹងណាសាស្ត្រាចារ្យ Hussein Ji ក៏បានឆ្លើយតបទៅកាន់ Aliza ថាតើកូនត្រូវប្រើពេលប៉ុន្មានឆ្នាំដើម្បីទទួលបានចំណេះដឹងទាំងអស់ហ្នឹង20ឆ្នាំ30ឆ្នាំឬក៏50ឆ្នាំតើកូនមិនគិតទេថាក្រោយពេលដែលកូនក្លាយជាមូស្លីមក្រោយពេលស្លាប់កូននឹងអាចជួយសង្គ្រោះគ្រួសាររបស់កូនបានលោកគ្រូជឿថានៅពេលដែលអល់ឡោះជ្រើសរើសកូនហើយកូនមិនអាចបញ្ឈប់ផែនការរបស់អល់ឡោះបានទេអញ្ចឹងក្រោយមក Aliza ក៏បានប្រាប់ទៅសាស្ត្រាចារ្យថា
អញ្ចឹងវាគួរទៅដល់ពេលដែលខ្ញុំពោលឆាហទៅហើយពេលគាត់ពោលជាភាសាអារ៉ាប់គឺវាធម្មតាប៉ុន្តែពេលគាត់បកប្រែភាសាអារ៉ាប់ទៅជាភាសារបស់គាត់ហ្នឹងគឺធ្វើឲ្យគាត់ព្រឺតាំងពីក្បាលរហូតដល់ចុងជើងហ្មងហាក់ដូចជាជីវិតចាស់របស់គាត់បានចាក់ចេញហើយជីវិតថ្មីរបស់គាត់បានចូលមកជំនួសម្ដងហើយក្រោយពេលគាត់ទទួលយកអ៊ីស្លាមឌូអាមួយដែលគាត់បានបន្តបួងសួងរហូតដល់ចុងឆ្នាំហ្នឹងគឺគាត់បានបួងសួងថាអល់ឡោះជាម្ចាស់សូមទ្រង់ធ្វើឲ្យឪពុកម្ដាយរបស់ខ្ញុំទទួលយកខ្ញុំជាកូនស្រីម្នាក់ដែលកាន់សាសនាអ៊ីស្លាមផងហើយនៅថ្ងៃមួយនៅខែធ្នូគាត់ក៏បានសម្រេចចិត្តប្រាប់ប៉ាគាត់ហើយគាត់ក៏បានអញ្ជើញប៉ាគាត់ហ្នឹងពិសាអាហារពេលល្ងាចជាមួយគ្នាអញ្ចឹងក្រោយពេលហូបផ្អែមចប់គាត់ក៏បានប្រាប់ប៉ាថាប៉ាកូនចង់អាប់ដេតប៉ាអំពីរឿងកូនហើយនឹងសាសនាអ៊ីស្លាមអញ្ចឹងពេលហ្នឹងប៉ាក៏បានប្រាប់គាត់ថាកូនឯងមិនបាច់និយាយទាំងអស់ប៉ាដឹងអស់ហើយសម្រាប់ប៉ាបើសិនជាកូនជឿទៅលើព្រះរបស់អាប់រ៉ាហាំព្រះរបស់ប៉ាគឺប៉ានឹងសប្បាយចិត្តអញ្ចឹងកូនកុំបារម្ភពីប៉ាហើយនឹងម៉ាក់អីគ្រួសារយើងមានតាំងពីប្រូតេស្តង់មានតាំងពីកាតូលិកព្រះពុទ្ធហើយឥឡូវនេះមានអ៊ីស្លាមទៀតក៏អត់អីដែរហើយអាលីសាក៏បានសុំឲ្យឪពុកនឹងប្រាប់ម៉ាក់គាត់ដែរអញ្ចឹង5ថ្ងៃក្រោយមកឪពុកគាត់ក៏ប្រាប់អាលីសាវិញថាម៉ាក់កូនអត់ថាអីទេអញ្ចឹងអ្នកស្រីអាលីសាគាត់ហាក់មានអារម្មណ៍មួយថាម៉ាក់ប៉ាគាត់គឺស្រួលខ្លាំងមែនទែនហើយគាត់ជឿថានេះគឺជាអតិពលដែលគាត់បានព្យាយាមឌូអាទៅចំពោះអល់ឡោះដើម្បីសុំឲ្យឪពុកម្ដាយគាត់នឹងទទួលយកគាត់ក្នុងនាមជាកូនស្រីមូស្លីមអញ្ចឹងគាត់ជឿជាក់លើកម្លាំងឌូអាខ្លាំងមែនទែនហើយគាត់ក៏ជំរុញឲ្យបងប្អូនយើងបន្តឌូអាទៅចំពោះអ្វីដែលយើងពិតជាចង់សុំអល់ឡោះហើយរឿងមួយនៅក្នុងអ៊ីស្លាមយើងដែលអ្នកស្រីអាលីសាក៏ប្រាប់ថាគាត់ស្រឡាញ់ខ្លាំងបំផុតហ្នឹងគឺច្បាប់សារីអាត់ដោយសារតែគាត់ពីមនុស្សម្នាក់ដែលធ្លាប់វង្វេងនឹងជីវិតខ្លួនឯងធ្លាប់តែអត់ច្បាស់ថាតើគួរដើរផ្លូវណាប៉ុន្តែនៅពេលគាត់ទទួលយកអ៊ីស្លាមគាត់ស្រឡាញ់ច្បាប់សារីអាដោយសារតែច្បាប់ហ្នឹងគឺបញ្ជាក់អំពីផ្លូវហ្នឹងដែលយើងគួរដើរផ្លូវហ្នឹងដែលយើងគួរទៅដើរចេញផ្លូវហ្នឹងដែលវាខុសផ្លូវហ្នឹងដែលត្រូវអញ្ចឹងធ្វើឲ្យគាត់មានភាពម្ចាស់ការលើខ្លួនឯងច្បាស់លាស់នឹងអ្វីដែលគាត់នឹងធ្វើសម្រាប់ជីវិតខ្លួនឯងអញ្ចឹងនេះគឺជារឿងមួយដែលគាត់ពិតជាស្រឡាញ់ភាពច្បាស់លាស់ក៏ដូចជាការតម្រង់ផ្លូវពីអ៊ីស្លាមខ្លាំងមែនទែនហើយបងប្អូនអាចចូលមើលវីដេអូពេញអំពីខ្សែជីវិតរបស់អ្នកស្រីអាលីសានៅក្នុង comment ខាងក្រោមវីដេអូនេះបានអរគុណច្រើនបងប្អូននៅកំពុងស្វែងរកកាហ្វេដែលមានហាឡាល់ត្រឹមត្រូវមានជាតិដែកជំនួយដល់ការបង្កើតគ្រាប់ឈាមក្រហមជាតិកាល់ស្យូមសម្រាប់ជំនួយការលូតលាស់ឆ្អឹងនិងជាតិសរសៃដែលសម្រួលដល់ការបត់ជើងអញ្ចឹងខ្ញុំសូមណែនាំកាហ្វេមកពីក្រុមហ៊ុន Choco Albab ប្រទេសម៉ាឡេស៊ីដែលមាន3រសជាតិទី1 Brazilian Coffee ដែលមានកាហ្វេល្មមសម្រាប់បងប្អូនបុរសទី2គឺ Belgian Mocha ដែលមានកាហ្វេស្រាលសម្រាប់បងប្អូនស្រីៗហើយនិង Belgian Chocolate គឺមានរសជាតិសូកូឡាសម្រាប់ក្មេងៗអញ្ចឹងបើសិនជាបងប្អូនត្រូវការកាហ្វេ Choco Albab ដើម្បីយកទៅទទួលទានឬក៏ទិញបោះដុំដើម្បីលក់បន្តបងប្អូនអាចតាក់ទងជាមួយនឹង Page Naima Choco Albab បាន